ឧបត្ថម្ភកម្មវិធីធំដោយសហការឧបត្ថម្ភដោយ Divysop មានបញ្ចូលវីតាមីនព្យាបាលស្បែកមកកាត់មុនជាំជ្រួញសម្រាប់អ្នកហែមកឥឡូវនេះ090 99 55 66 SOI ផលិតផលប្រេងម៉ាស៊ីនប្រទេសកូរ៉េ SOI ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ម៉ាស៊ីនយានយន្តលោកអ្នករថយន្តខ្ញុំស្រឡាញ់ SOI ក៏ផ្ទះល្វែងក្នុងបូរីមហាសេដ្ឋីថ្ងៃនេះនឹងទទួលបានម៉ូតូ Trim 2013មួយគ្រឿងសម្រាប់អតិថិជន25នាក់ដំបូងផុតកំណត់ថ្ងៃទី30មេសា2013បូរីមហាសេដ្ឋីជាកំណត់ទ្របរបស់លោកអ្នកជីសញ្ញាកសិករដើម្បីកសិករបរិស្ថានល្អសុខភាពល្អកសិករធូធាហ្វិចដឺម៉ាមានលក់នៅតាមឱសថស្ថានផ្សារទំនើបនិងផ្សារនានានៅទូទាំងប្រទេសជាតិកម្ពុជាបាទជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីលោកអ្នកកំពុងតាមដានទស្សនាកម្មវិធីបណ្ដាញព័ត៌មានអប្សរា ANN ដែលនៅក្នុងកម្មវិធីនេះអស់លោកលោកស្រីនឹងទទួលបាននៅព័ត៌មានថ្មីៗដែលកំពុងតែកើតមាននៅក្នុងបរិយាកាសកម្ពុជានិងនៅបណ្ដាប្រទេសនានាជុំវិញពិភពលោកចាស់ហើយលើពីនេះទៅទៀតនៅក្នុងកម្មវិធីបណ្ដាញព័ត៌មានអប្សរា ANN លោកអ្នកនឹងទទួលជ្រាបនៅបទយកការក៏ដូចជាបទសម្ភាសន៍ពិសេសដែលតាក់ទងទៅនឹងការអភិវឌ្ឍការបង្កើតថ្មីវប្បធម៌ចំនួនបច្ចេកវិទ្យាក៏ដូចជាកលឹះនិងចំណេះដឹងសំខាន់មួយចំនួនទៀតដែលមានអត្ថប្រយោជន៍ទៅដល់ទូរទស្សនិកជនចាស់ហើយលោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់របស់កម្មវិធីយើងខ្ញុំតាមរយៈទូរស័ព្ទដៃទំនើបដូចជា iPhone ជាដើមក៏ដូចជានៅក្នុងកុំព្យូទ័ររបស់លោកអ្នកផ្ទាល់ដោយគ្រាន់តែចូលទៅកាន់គេហទំព័ររបស់បណ្ដាញព័ត៌មានអប្សរា ANN ដែលមានអាសយដ្ឋាន www.ann.com.kh ចាសសូមអរគុណបាននៅពេលនេះដែរយើងខ្ញុំទាំងពីរនាក់នឹងជម្រាបជូននៅព័ត៌មានជាតិតែម្ដងដែលដកស្រង់ចេញពីគេហទំព័របណ្ដាញព័ត៌មានអប្សរា ANN ដែលព័ត៌មានជាតិទី1គឺស្ដីអំពីសកម្មភាពកាប់ឈើប្រណិតក្នុងឧទ្យានជាតិវីរៈជ័យកំពុងកើតឡើងឈើប្រណិតធ្នង់រាប់រយម៉ែត្រគីបត្រូវបានកាត់កដោយក្រុមបកពួករបស់លោកសានចយមេការអុកញ៉ាលឹមប៊ុនណាហៅខ្នាដែលជាតំបន់មិនស្ថិតនៅក្នុងគម្រោងតំបន់គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែងដោយមានម៉ាស៊ីនត្រង់ស៊ីន័រលាន់ឮរំពងព្រៃប៉ុន្តែពុំមានសមត្ថកិច្ចណាមួយចុះទៅធ្វើការបង្ក្រាបនោះទេលោកសឿនខងមេឃុំតាឡាតស្រុកសេសានបានប្រាប់បណ្ដាញព័ត៌មាន ANN តាមទូរស័ព្ទថាបាទលោកពូវាមិនមែនក្រុមហ៊ុនទេណាកាប់ណាជាជនយើងណាឈ្មោះកណ្ដាលហ្នឹងមកចូលមកកាប់ហ្នឹងណាបើថាវារឿងក្រុមហ៊ុនក៏កាប់នៅក្នុងអាងទឹកក៏ទេប៉ុន្តែអ្នកវាជនខាងក្រៅណាមកកាប់អ្នកមកពីក្រមណាមកកាប់ណាបាទដល់តែយកបន្ទោក្រុមហ៊ុនក៏បន្ទោបានគ្នាណាមិនចេះថាទេខ្ញុំបាទក្រុមហ៊ុនលេខស្នាមក៏ឲ្យមួយស្លាកគុំឲ្យស្លាកគុំទទួលស្គាល់ថាគាត់ព្រៃហ្នឹងណាខ្ញុំបានការជួនស្រុកភាសាហើយគឺកាប់ព្រៃឲ្យខាងគុំភៈនោះខ្ញុំក៏រាយការណ៍ឲ្យតកុយដែរថាជាជនអ្នកកាប់ជាជនហ្នឹងមួយកណ្ដាលគឺវាក្រុមហ៊ុនហ្នឹងគាត់ចូលមកវាមាន3សាខាអ្នកដែលកាប់ឈើលុកហ្នឹងណាតាមមកកាប់ឈើឲ្យក្រុមហ៊ុនកាប់ពេទ្យនេះមកកាប់ឈើនៅលើភ្នំមកកាប់ឈើតាមដងអូមកកាប់ឈើនៅតាមព្រៃដែលមិនលិចទឹកហើយកាប់ឈើហ្នឹងលុកទៅឲ្យក្រុមហ៊ុនទៅដែរបាទឈើហ្នឹងគឺចាប់ពីឈើមានឈើមូលមានឈើខ្លុំមានភ្នំមានស្ទៀលមានត្រាច់មានគីកកោះបាទកាប់ថាកាប់ហ្នឹងគឺក្រុមហ៊ុនក៏អ្នកទទួលទិញប៉ុន្តែឈើពេលដល់អាងដល់រោងចក្រដល់អាងគាត់ដល់អាងទឹកគាត់មិនក៏ទិញឈើណាបាទពូបាទហើយជាជនហ្នឹងជាជនយើងនៅតាមភូមិឃុំនេះផងជាជនមកពីក្រមផងតែកាប់ណាបាទពូបាទហើយគាត់ថាគាត់លុកដល់ឲ្យគាត់ដឹកទៅឲ្យខាងក្រុមហ៊ុនគាត់យកមកទិញឲ្យក្រុមហ៊ុនប៉ុន្តែការពិតវាមិនកាប់ក្នុងអាងទេក្នុងអាងក៏កាប់ដែរប៉ុន្តែខាងក្រៅអាងក៏កាប់តាមជើងអាងក្រៅអាងក៏កាប់ដែរបាទខ្ញុំថាខ្ញុំនឹងធ្វើម៉េចនឹងតបស្កាត់មិនបើយើងថាទៅក៏ខ្ញុំមិនចេះថាទេខ្ញុំនៅគុំតបស្កាត់ម្ដងហើយទៅថាឲ្យឈប់កាប់ទៅខ្ញុំប្រាប់ជំរាបគាត់ណាបាទពូ
ก็ถ้ากัดกับจำนวน360,000 ฮกตาร์นั่นคือกัดกับนกน้องอ่างแต่เชิญเราตามโอเพราะได้เชิญตัวตามหน้าผมตัวตามโอมาได้เชิญเลยจากย้อมว่ามันย่อปีปัญญาการเลยจากแม่ว่ามันย่อย้อมก็ทันระบายกายจนสกาสกลามุช่วยเป็นทองสกกระทะกระจำสะกายอยู่บนกรมพลส้นปนใต้กาเพชรกรมพลนั่นคือเกิดมันเป็นเกิดนะครับแต่เมียนชมุยเซ็งแต่โจมกับบ้านปูบ้านนะต้องกินแบบชูนปลาเค็มนะบ้านปูลูกปูมีสกอลบ้านที่ทาเมกาเด็กกับพายโยตุลูอ้อยกรมพลนั่งชมุไอได้ปูเรือมันสกอลเลยนะมันเนี่ยพุงพอไอ้ดักข้างกลางพุงที่จนเป็นโฮโจมกก็เกรงเราเนี่ยนะมาไม่สกอลเลยตัวสู้ก็ถ้าเกิดมันเป็นกรมพลแต่ก็กับเชื้อสำหรับเรากรมพลเยอะนะบ้านปูมาสู้นะมันไม่เท่ากรมพลถ้าเราเชื้อแต่เราเกิดมันก็ติ่งเชื้อแล้วนะก็ติ่งพอทำมันเอาเกิดเตะก็เอาติ่งเตะพอแต่ประชาชนโยบานเป็นหน้านั่งสมัยเดินเนี่ยแต่กับลกมาให้เราเมียนลานเมียนไอ้บุญตามสมุยเครื่องอะไรโจมหมดดักเชื้อทำไงก็ต้องชับประดับดักมันต่อมันแต่เวลามันแต่งถ่ายเชิญเนี่ยมันเอาขนมอ่างมาเฟ้มันแต่งกับถ่ายเชิญเนี่ยว่ากล่าวอ้างมันแต่ที่ยมเป็นเตาเนี่ยว่ามันเชิญเนี่ยแต่เรามันไม่เอาขนมอ่างแต่ทำมือเตาที่ยมก็ว่ามันโยนได้อ่างตึกอ่างไปเก็บ60,000 ตานั่นนะได้กินแบบเราលោកមេឃុំតាឡាតមានប្រសាសន៍ទៀតថាកន្លងមកក្រុមប្រឹក្សាឃុំបានចុះធ្វើការទប់ស្កាត់ដែរប៉ុន្តែមិនអាចទប់ស្កាត់បានហើយលោកបានរាយការណ៍ទៅអភិបាលស្រុករួចហើយចំណែកលោកណសុលឹកជំទប់ទី2ឃុំតាឡាតបានរិះគន់និងខឹងសម្បាចំពោះទង្វើរបស់ក្រុមបកពួកលោកសានចយមេការរបស់អុកញ៉ាលឹមប៊ុនណាហៅខ្នានោះដែរលោកថាក្រុមនេះបានធ្វើសកម្មភាពបំពានទៅនឹងច្បាប់សាងសង់វារីអគ្គិសនីដោយកាប់ឈើប្រណិតពីតំបន់ផ្សេងដែលមិនស្ថិតក្នុងរង្វង់ទំនប់សាងសង់វារីអគ្គិសនីគួររំលឹកថាក្រុមអ្នកកាសែតធ្លាប់បានទៅថតយកសកម្មភាពកាប់បំផ្លាញព្រៃឈើនិងកន្លែងស្តុកឈើរបស់ក្រុមលោកសានចយនេះរួចម្ដងហើយតែត្រូវលោកសានចយនិងក្រុមរបស់គេចំនួន2ឡានគំរាមរកវាយហើយដកកាតអ្នកកាសែតបោះចោលទៀតផងឯមន្ត្រីប៉ុស្តិ៍នៅទីនោះវិញមិនបានជួយធ្វើអន្តរាគមន៍នោះទេទាំងលោកសានចយនិងលោកអុកញ៉ាលឹមប៊ុនណាមិនអាចតាក់ទងសុំការបំភ្លឺបានឡើយលោកសិនសំណាងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងបដិសេធមិនធ្វើអធិប្បាយពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើយ៉ាងអនាធិបតេយ្យនៅស្រុកសេសាននេះទេដោយលោកនិយាយថាលោកមិនសូវច្បាស់ពីបញ្ហានៅតំបន់នេះលោកអេងភិរងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងមិនបានធ្វើការអធិប្បាយលើករណីកាប់ឈើអនាធិបតេយ្យនេះដែរដោយលោកនិយាយថាលោកកំពុងជាប់ប្រជុំគូរំលឹកផងដែររឿងអាស្រូវកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិវីរៈជ័យដ៏ធំធ្លាប់បានកើតឡើងម្ដងរួចមកហើយកាលពីអំឡុងឆ្នាំ2000កន្លងមកពេលដែលឧទ្យាននេះស្ថិតនៅក្រោមគម្រោងអភិរក្សដែលផ្ដល់មូលនិធិដោយធនាគារពិភពលោកព័ត៌មានជាតិបន្តទៅទៀតនេះគឺតាក់ទងទៅនឹងទីតាំងជលមន់ស៊ីសងទឹកប្រាក់រាប់លានបាតនៅក្រុងប៉ោយប៉ែតគ្មានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងជាចំណុចមួយនៃចំណុចទាំង9យ៉ាងដែលមិនឲ្យមានក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពស្រាប់តែនៅក្នុងតំបន់កាស៊ីណូប៉ោយប៉ែតក្នុងភូមិក្បាលស្ពានសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទជលមន់យ៉ាងធំមួយនៅជាប់មាត់អូរព្រំដែនកម្ពុជាថៃដែលអាចបើកឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលលេងយ៉ាងកក្រឹកកក្រែងក្នុងទឹកប្រាក់ស៊ីសងរាប់លានបាតប្រភពព័ត៌មានពីក្រុងប៉ោយប៉ែតក៏ដូចជាអ្នកចូលភ្នាល់ការជលមន់បានប្រាប់ឲ្យដឹងថាល្បែងជលមន់ខាងលើមានទីតាំងនៅមិនឆ្ងាយប្រមាណពីមាត់អូរព្រំដែនកម្ពុជាថៃនៃទិសខាងជើងច្រកអន្តរជាតិប៉ោយប៉ែតប្រហែល600ម៉ែត្រពលគឺទល់មុខកាស៊ីណូ Golden Crown បានបើកឲ្យលេងជលមន់ជារៀងរាល់ថ្ងៃដោយមានមន់ជាច្រើនគូជលក្នុងមួយថ្ងៃដោយមានទាំងមន់ខ្នាយបំពាក់ដោយដែកមុតស្រួចនិងមន់ខ្នាយធម្មតាក្រៅពីសង្វៀនជលមន់ទីតាំងនេះនៅមានល្បែងអាប៉ោងល្បែងយូគីដែលសុទ្ធតែជាពលរដ្ឋខ្មែរជាអ្នកលេងដោយខ្លះជាអាជីវករនៅផ្សាររងឃ្លឿខ្លះជាឈ្មួញរកស៊ីមកពីបាត់ដំបងសៀមរាបបន្ទាយមានជ័យចំពោះការចូលទស្សនាការជលមន់អ្នកចូលត្រូវចំណាយលុយបង់ឲ្យអ្នកអង្គុយយាម
នៃមាត់ផ្លូវចូលចំណែកឯរថយន្តដែលជាមធ្យោបាយរបស់អ្នកមកលេងនិងមកមើលសុទ្ធតែជារថយន្តទំនើបស៊េរីខ្ពស់ទុករថយន្តត្រៀបត្រាលើផ្លូវចូល 3-4 ខ្សែប្រភពព័ត៌មានបានឲ្យដឹងទៀតថាអ្នកចូលលេងមិនមានការភ័យខ្លាចសមត្ថកិច្ចណាមកបង្ក្រាបឡើយព្រោះថាទីតាំងល្បែងនេះស្ថិតក្នុងការគ្រប់គ្រងរបស់ Casino Golden Ground ដែលកាលពីមុនការចូលមាន់នេះគឺនៅក្រៅតំបន់ Casino តែដោយសារតែមានការរំខានពីសមត្ថកិច្ចនានាក៏រត់មកជ្រកកោនក្រោមដំបូល Casino ក្រៅពីល្បែងចូលមាន់ Casino ទាំងអស់នៅតំបន់ប៉ោយប៉ែតបានអនុវត្តផ្ទុយពីកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរីយោងតាមចំណុច 9 យ៉ាងនៃភូមិឃុំមានសុវត្ថិភាពដែលក្រសួងមហាផ្ទៃបានកំណត់យកជាគោលនយោបាយអតិភិបឲ្យអនុវត្តទូទាំងប្រទេសដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងនោះចំណុចទី 5 ចែងថាគ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទលោកងៅមេងជ្រួនអភិបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានដឹងថាចំពោះល្បែងចូលមាន់ក្នុងបរិវេណដីកាស៊ីណូដែលគិតចាប់ពីកុងត្រូលមាត់ច្រកអន្តរជាតិប៉ោយប៉ែតទៅដល់អូរព្រំដែនកម្ពុជាថៃគឺហួសដែនរដ្ឋបាលរបស់លោកដូច្នេះលោកគ្មានអំណាចឬក៏ភារកិច្ចអ្វីឡើយព្រោះវាជាដែនកាស៊ីណូដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវជាមួយនឹងរដ្ឋាភិបាលដោយឡែកចំពោះកាស៊ីណូឲ្យពលរដ្ឋខ្មែរចូលលេងបាននោះគឺជារឿងរបស់កាស៊ីណូជាអ្នកទទួលខុសត្រូវបាទចំណែកឯព័ត៌មានបន្ទាប់នេះដែរគឺតាក់ទងជាមួយនឹងសំណុំរឿងធ្វើទរណកម្មក្មេងស្រីរងគ្រោះ2នាក់ដែលចៅក្រមនឹងបិទការស៊ើបសួរឲ្យអុកញ៉ាវែងលីតិចឡាអាចរួចខ្លួនសំណុំរឿងភរិយាអុកញ៉ាវែងលីតិចឡាម្ចាស់មជ្ឈមណ្ឌលវិមានសុភមង្គលដែលរងនឹងការចោទប្រកាន់ពីបទធ្វើទរណកម្មលើក្មេងស្រីបន្ទាប់ពីចៅក្រមបញ្ចប់ការស៊ើបសួរហើយក៏បញ្ជូនរឿងនេះទៅបើកសវនកម្មជំនុំជម្រះដោយពុំចាំបាច់ហៅជនល្មើសមកធ្វើការសាកសួរទេដោយសំអាងថាជនល្មើសកិច្ចខ្លួននៅដំណាក់កាលសមត្ថកិច្ចនិងដំណាក់កាលតុលាការនេះគឺជាការបញ្ជាក់ពីប្រភពមួយដែលគួរឲ្យទុកចិត្តបានប៉ុន្តែពុំអាចទំនាក់ទំនងសូមការបំភ្លឺពីលោកតែសំអាងចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញបានឡើយកាលពីថ្ងៃទី10ខែឧសភាឆ្នាំ2013គួររំលឹកថាកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2013មានក្មេងស្រីជំទង់ឈ្មោះសង្ឃគុន្ធាអាយុ17ឆ្នាំនិងឈ្មោះម៉ាក់ផូលីអាយុ17ឆ្នាំបានរត់គេចពីភូមិគ្រឹះលេខ33ផ្លូវលេខ528សង្កាត់បឹងកក់ទី1ខណ្ឌទួលគោកដែលជាកម្មសិទ្ធិរបស់អុកញ៉ាវែងលីតិចឡាពេលទៅដល់ខែបាទសូមអភ័យទោសគឺពេលទៅដល់ស្រុកកំណើតទៅបែកធ្លាយព័ត៌មានថានាងទាំងពីរបានត្រូវលោកអុកញ៉ាវែងលីតិចឡានិងភរិយាធ្វើទរណកម្មរហូតមានរបួសបន្សល់ស្លាកស្នាមពេញខ្លួនពលគឺពុំបានចាត់ទុកជាកូនចិញ្ចឹមនោះទេដូច្នេះនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2013សមត្ថកិច្ចប៉ូលីសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិច្ចជនក្រសួងមហាផ្ទៃបានចុះទៅដល់ភូមិគ្រឹះលេខ33ប៉ុន្តែពេលទៅដល់អុកញ៉ានិងភរិយាបានគេចខ្លួនបាត់ទៅហើយរហូតមកដល់ថ្ងៃទី1ខែមីនាឆ្នាំ2013អុកញ៉ាវែងលីតិចឡាបានចូលមកកន្លែងប៉ូលីសដើម្បីបំភ្លឺពីសំណុំរឿងក្នុងនោះលោកបានបដិសេធថាពុំបានចូលរួមក្នុងការធ្វើទរណកម្មនោះទេពលគឺភរិយាគាត់ប្រព្រឹត្តតែម្នាក់ឯងយោងតាមការបំភ្លឺនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកតុលាការដោយភ្ជាប់សេចក្តីចោទប្រកាន់តែអ្នកស្រីលីពៅម្នាក់ប៉ុណ្ណោះពលគឺពុំមានជាប់ពាក់ព័ន្ធនឹងអ្នកដទៃណាទៀតឡើយដូច្នេះនៅដំណាក់កាលអัยការអមសាលាដំបងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់អ្នកស្រីលីពៅពីបទធ្វើទរណកម្មលើកុមាររួចបញ្ជូនសំណុំរឿងនេះទៅឲ្យលោកតែសំអាងចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធីតាមរូបភាពជនត្រូវចោទនៅក្រៅឃុំទាក់ទងនឹងបញ្ហានេះតាមប្រភពមួយចំនួនបានគិតថាចម្លើយបដិសេធរបស់អុកញ៉ាវែងលីតិចឡាពុំអាចលុបបំបាត់ចោលនៅចម្លើយដាក់បន្ទុករបស់ក្មេងស្រីបានឡើយព្រោះក្នុងចម្លើយដាក់បន្ទុកនេះមានសាក្សីគ្រប់គ្រាន់ហើយទីកន្លែងកើតហេតុទៀតសោតក៏ស្ថិតក្នុងភូមិគ្រឹះរបស់លោកអុកញ៉ាវែងលីតិចឡាដែររថយន្តយីដុបខ្នាតយក្សលួចបង្កប់ឈើក្រញូងខាងក្រោមបាវដំឡូងមីត្រូវកងរាជអាវុធហត្ថបង្ក្រាបរថយន្តប្រភេទយីដុបខ្នាតយក្សមួយគ្រឿងដែលលួចបង្កប់ឈើក្រញូងពីខាងក្រោមបាវដំឡូងមីត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្ទាក់ចាប់បានកាលពីម៉ោងជាង1រំលងអាត្រាតឈានចូលថ្ងៃទី9ខែឧសភានៅចំណុចរង្វង់មូលស្រុកបន្ទាយស្រីក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាបលោកវរៈស្នីឯកញឹមសិលាបានឲ្យដឹងថាឈើក្រញូងខាងលើនេះជារបស់ឈ្មួញស្រីម្នាក់នៅឯក្រុងភ្នំពេញលោកថាដើម្បីបង្ក្រាបឈើក្រញូងរបស់ឈ្មួញស្រីខាងលើនេះលោកបានចំណាយថវិកាមួយចំនួនសម្រាប់
កម្លាំងសម្ងាត់តាមដានយ៉ាងច្បាស់ជៀសវាងការចាប់ច្រឡំនាំឲ្យមានការចោទប្រកាន់ថាសមត្ថកិច្ចដាក់កុងត្រូលជជុះលោកមេបញ្ជាការរងបន្តថាបន្ទាប់ពីទទួលព័ត៌មានច្បាស់ថាមានរថយន្តម៉ាកហ៊ីណូត្រង់សក្បាលលឿងពាក់ស្លាកលេខភ្នំពេញ 3A1825 កំពុងធ្វើសកម្មភាពដាក់បង្កប់ឈើក្រញូងខាងក្រោមការុងដំឡូងមីនៅក្នុងព្រៃតំបន់ភ្នំគូលែនលោកបានបញ្ជាកម្លាំងត្រៀមចាំជាស្រេចលុះពេលរថយន្តចេញពីចំណុចក្នុងព្រៃផ្លូវទៅរមណីយដ្ឋានភ្នំគូលែនមកដល់រង្វង់មូលបន្ទាយស្រីកម្លាំងរបស់លោកដែលត្រៀមជាស្រេចនោះបានខាត់រថយន្តតែម្ដងតែភ្លាមនោះអ្នកបើកបររួមទាំងព្រូឡាន2នាក់ទៀតបានលោតពីលើឡានរត់គេចខ្លួនចូលព្រៃបាត់បើតាមរូបភាពរបស់ឈ្មួញខាងលើប្រសិនបើមិនមានកម្លាំងតាមដានច្បាស់ទេគឺពិបាកក្នុងការបង្ក្រាបព្រោះរថយន្តមួយណាក៏ឃើញដឹកដំឡូងមីដែរលោកញឹមសៃឡាបានបញ្ជាក់ថាក្រោយធ្វើការវាស់វែងឈើក្រញូងទាំងអស់មានចំនួន79ដុំស្មើនឹងទម្ងន់ 2685 គីឡូក្រាមស្មើនឹងជាង2ម៉ែត្រគូបទាំងឈើទាំងរថយន្តត្រូវបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបរក្សាទុកដោយឡែកតាមប្រភពមួយឲ្យដឹងថារថយន្តដឹកឈើក្រញូងនេះបានដឹកចេញពីកងពលអន្តរាគមន៍លេខ 2 នៅស្រុកបន្ទាយស្រីបាទប្រិយមិត្តទូទស្សនិកជនជាទីមេត្រីនៅឯខេត្តរតនគិរីអនុវិញគឺជនជាតិដើមភាគតិចនៅស្រុកអណ្ដូងមាសបានដាក់បណ្ដឹងប្រធានក្រុមហ៊ុន DM Group អណ្ដូងមាសថាប្រើរោងចក្រឈូសឆាយដីចម្ការនិងប្រើអំពើហិង្សាជនជាតិដើមភាគតិចនៅភូមិតាជីឃុំញ៉ាងស្រុកអណ្ដូងមាសបានដាក់ពាក្យបណ្ដឹងលោកស្រុនសំណាងប្រធានក្រុមហ៊ុន DM Group អណ្ដូងមាសដែលប្រើគ្រឿងចាក់ឈូសឆាយកាយប្រឡាយចូលដីប្រជាពលរដ្ឋហើយថែមទាំងបញ្ជាឲ្យកម្មករមួយក្រុមនិងទាហានការពារក្រុមប្រើអំពើហិង្សានៅលើប្រជាពលរដ្ឋចំនួន4នាក់បណ្ដាឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទៀតផងកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2013ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចរងគ្រោះនោះបានដាក់ពាក្យបណ្ដឹងលោកស្រុងសំណាងម្ចាស់ក្រុមហ៊ុន DM Group នៅថ្ងៃទី7ខែឧសភាឆ្នាំ2013ទាមទារសំណងជំងឺចិត្តចំនួន$40,000អាមេរិកនិងសូមឲ្យផ្ដន្ទាទោសជនដៃដល់ទៅតាមផ្លូវច្បាប់ប្រពន្ធពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅព្រឹកថ្ងៃទី4ខែឧសភាឆ្នាំ2013នោះមានគ្រឿងចាក់ចំនួន2គ្រឿងបានធ្វើការឈូសឆាយដីហើយក៏បានចូលទៅដល់ក្នុងដីចម្ការរបស់ប្រជាពលរដ្ឋនៅភូមិតាជីដែលក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោបានធ្វើការវាស់វែងឲ្យពួកគាត់រួចអស់ហើយក្នុងពេលនោះកូនប្រជាពលរដ្ឋជាច្រើនអ្នកបានមកហាមឃាត់គ្រឿងចាក់ឲ្យផ្អាកសកម្មភាពថែមទាំងបានប្រាប់ថាសូមរងចាំដល់ឪពុកម្ដាយមកជួបដើម្បីធ្វើការដោះស្រាយប៉ុន្តែពេលនោះស្រាប់តែមានកម្លាំងមួយក្រុមជាទាហានយោធាភូមិភាគ2កំពុងចាមស៊ីឈ្នួលការពារក្រុមហ៊ុនមានកាន់អាវុធដំបងដៃត្បាញគ្រប់ដៃមកព្រួតវាយសំពងមកលើប្រជាពលរដ្ឋឲ្យរងរបួសជាទម្ងន់រហូតដល់បែកក្បាលនិងរងរបួសពេញខ្លួនប្រពន្ធបន្តថាជនរងគ្រោះបច្ចុប្បន្នត្រូវបញ្ជូនទៅសម្រាប់ព្យាបាលនៅប្រទេសវៀតណាមពុំដឹងថាស្លាប់ឬរស់នៅឡើយទេខ្លះក៏ឈាមក្នុងខួរក្បាលខ្លះរងរបួសជាំពេញខ្លួនជនដៃដល់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបន្ទាប់ពីកើតហេតុភ្លាមចំនួន4នាក់ក្នុងនោះមានទាហានម្នាក់ត្រូវបានលោកស្រុនសំណាងធានាធ្វើការដោះលែងវិញនៅសល់តែជនដៃដល់ដែលជាកម្មករត្រូវឃុំខ្លួននៅក្នុងពន្ធនាគារភ្នំស្វាយលោកស្រុនសំណាងម្ចាស់ក្រុមហ៊ុន DM Group មិនអាចតាក់ទងសុំការស្រាយបំភ្លឺបានទេព័ត៌មានមួយវិញទៀតនៅឯខេត្តព្រះសីហនុឃាត់ខ្លួនតំណាងប្រជាពលរដ្ឋម្នាក់រឿងទំនាស់ដីធ្លីនៅស្រុកព្រៃនប់និងអ្នកភូមិ2នាក់ពាក់ព័ន្ធនឹងរឿងឃាតកម្មមួយកាលពីយប់មិញប៉ូលីសស្រុកព្រៃនប់បានឃាត់ខ្លួនឈ្មោះសុនសុផាតដែលជាតំណាងប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លីនិងអ្នកភូមិ2នាក់ទៀតយកទៅសាកសួរពាក់ព័ន្ធនឹងករណីឃាតកម្មមួយកាលពីម៉ោង 8:30 នាទីយប់មិញដែលមានបុរសម្នាក់ត្រូវគេលួចកាប់ជាច្រើនកំបិតបណ្ដាលឲ្យស្លាប់ព័ត៌មានបន្ថែមពីកន្លែងកើតហេតុបានឲ្យដឹងថាឈ្មោះសុនសុផាតហៅញីនិងមិត្តភ័ក្តិ3នាក់ទៀតកំពុងអង្គុយផឹកស៊ីក្នុងរោងមួយក្រោមពន្លឺភ្លើងចង្គៀងស្រាប់តែជនដៃដល់ម្នាក់បានចេញមកកាប់ទៅលើជនរងគ្រោះឈ្មោះកៅវិចិត្រចំកណ្ដាលក្បាលដងខ្លួននិងជើងជាច្រើនកន្លែងបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្ដងបន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជនដៃដល់បានរត់គេចខ្លួនទោះបីយ៉ាងណាប្រភពអ្នកភូមិជាច្រើនអ្នកបាននិយាយថាជនដៃដល់ត្រូវគេស្គាល់ថាមានឈ្មោះផាតដោយឈ្មោះរបស់តំណាងប្រជាពលរដ្ឋដែលត្រូវប៉ូលីសឃាត់ខ្លួននេះដែរប៉ូលីសមិនទាន់ផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីឃាតកម្មនេះនៅឡើយទេទាំងឈ្មោះសុនសុផាតនិងអ្នកភូមិ2នាក់ទៀតកំពុងស្ថិតក្រោមការសាកសួររបស់ប៉ូលីសស្រុកព្រៃនប់នៅឡើយ
គួររំលឹកថាឈ្មោះសុនសុផាតជាតំណាងប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃទើបចូលឆ្លើយបំភ្លឺព្រះរាជអាជ្ញារងសាលាដំបងខេត្តព្រះសីហនុកាលពីថ្ងៃទី8ខែឧសភានេះពុំមានប្រភពណាអះអាងថាការខាត់ខ្លួនតំណាងប្រជាពលរដ្ឋនិងអ្នកភូមិ2នាក់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះមានតាក់ទងនឹងរឿងទំនាស់ដីធ្លីឬយ៉ាងណានោះទេលោកហ៊ិនច័ន្ទរិទ្ធអធិការស្រុកព្រៃនប់ពាក់ពេទ្យតាក់ទងសំការបំភ្លឺករណីនេះលោកថាលោកជាប់រវល់ប្រជុំបាទសម្រាប់ព័ត៌មានជាបន្តទៀតនេះដែរគឺថៅកែបិទទ្វាររោងចក្រ Pinggrade បណ្ដាលឲ្យកម្មការិនីធ្វើកោតកម្មទាមទារប្រាក់ខែកាលពីព្រឹកមិញកម្មករជិត 1000 នាក់បានប្រមូលផ្ដុំគ្នាធ្វើកោតកម្មនៅលើកំណាត់ផ្លូវលេខ371កាលពីវេលាម៉ោង 7:30 នាទីព្រឹកមិញនេះស្ថិតនៅក្នុងភូមិថ្នោតជ្រុំ4សង្កាត់បឹងទំពុនខណ្ឌមានជ័យធ្វើឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់កាលពីព្រឹកមិញនេះកម្មការិនីរោងចក្រ Pinggrade ទាំងនេះបានធ្វើកោតកម្មទាមទារប្រាក់ខែនិងប្រាក់បំណាច់ឆ្នាំខណៈពេលដែលថៅកែបិទទ្វាររោងចក្រហើយគេចខ្លួនកម្មករបាននិយាយថាថៅកែរោងចក្របានសន្យាបើកលុយនៅថ្ងៃទី8ខែឧសភាតែរហូតដល់ថ្ងៃទី8ថៅកែនៅតែមិនបើកប្រាក់ខែឲ្យទៀតហើយបានសន្យាថានឹងបើកប្រាក់ខែឲ្យនៅថ្ងៃទី10តែតាំងពីព្រលឹមរហូតមកដល់ពេលនេះថៅកែរោងចក្រនៅតែមិនទាន់មានដំណោះស្រាយទៀតទើបពួកគេនាំគ្នាធ្វើកោតកម្មកម្មការិនីម្នាក់បានឲ្យដឹងថាចាប់ពីថ្ងៃទី2ដល់ថ្ងៃទី8ខែឧសភាថៅកែឲ្យកម្មករទាំងអស់ទទួលប្រាក់ខែតែ 50% តែប៉ុណ្ណោះរហូតដល់ថ្ងៃទី10ហើយនៅតែមិនបានបើកលុយចំណែកឯថៅកែមិនចេញមុខដោះស្រាយប្រពន្ធដដែលបានបន្តថាសូម្បីតែប្រាក់បំណាច់ឆ្នាំរបស់កម្មករក៏ថៅកែមិនបានបើកឲ្យដែរកម្មករជាច្រើនរយនាក់បានឈរដើម្បីទាមទារប្រាក់ខែប្រចាំខែឧសភានេះយកទៅដោះស្រាយជីវភាពដូចជាការបង់ថ្លៃផ្ទះការបរិភោគប្រចាំថ្ងៃការផ្ញើកម្រៃទៅឲ្យឪពុកម្ដាយនៅឯស្រុកតែរហូតមកដល់ពេលនេះនៅតែគ្មានដំណោះស្រាយនៅឡើយចាហើយសម្រាប់ព័ត៌មានជាតិចុងក្រោយគឺតាក់ទងទៅនឹងតារាស្រីពីរដួងហាត់សមសម្រាប់កម្មវិធី Apsara Award តារាស្រីពីរដួងគឺកញ្ញាទឹមរដ្ឋានិងអ្នកនាងស្វែងសុជីតាកាលពីរសៀលម្សិលមិញនេះបានបង្ហាញវត្តមានក្នុងការហាត់សមសម្រាប់កម្មវិធី Apsara Award របស់ស្ថានីយទូរទស្សន៍ Apsara ដែលនឹងផ្សាយផ្ទាល់នៅវេលាម៉ោង 6:30 នាទីល្ងាចនេះក្នុងឈុតទី1និងទី2នៃការហាត់សមតារាទាំងពីរដួងបានហាត់ឈុតសៀករហស្សកម្មមួយឈុតម្នាក់និងឈុតទី3គឺអ្នកទាំងពីរសម្ដែងរួមគ្នាការហាត់សមឈុតឆាកសៀករហស្សកម្មនេះគឺធ្វើឡើងក្រោមការបង្ហាត់បង្រៀនរបស់គ្រូសៀកនៅស្រុកខ្មែរគឺលោកសាក់ឡូដែលជាអ្នកលេងសៀកដ៏ល្បីមួយរូបដែលឡែកអ្នកនាងស្វែងសុជីតាដែលត្រូវសម្ដែងក្នុងការផ្សាយផ្ទាល់នៅល្ងាចនេះផងដែរគឺមិនបានចូលរួមនោះទេដោយសារឪពុករបស់អ្នកនាងបានទទួលមរណភាពអ្នកនាងស្វែងសុជីតាបានចេញដំណើរទៅខេត្តព្រៃវែងតាំងតែពីយប់មិញមកម្លេះចាសសូមអរគុណព័ត៌មានជាតិដែលយើងខ្ញុំទាំងពីរនាក់បានដកស្រង់ចេញពីគេហទំព័របណ្ដាញព័ត៌មាន Apsara ANN ដែលបានជម្រាបជូនទៅដល់ទូរទស្សនិកជនអំបញ្ញមិញនេះបានមកដល់ទីបញ្ចប់យើងជួបគ្នានៅក្នុងវគ្គបន្តដែលជាវគ្គព័ត៌មានអន្តរជាតិសម្រាប់ពេលនេះយើងខ្ញុំទាំងពីរនាក់អនុញ្ញាតសូមពេលសម្រាប់បន្តិចសិនដើម្បីជួបជាមួយអ្នកឧបត្ថម្ភកម្មវិធីពិសាគ្រឿងស្រវឹងសូមកុំបើកបរបុរីមហាសេដ្ឋីជាគម្រោងអភិវឌ្ឍផ្ទះល្វែងបែបវិឡាដ៏ប្រណិតប្លង់នៃអគារនីមួយៗត្រូវបានរចនាឡើងតាមបែបស្ថាបត្យកម្មដ៏ទំនើបប្រកបដោយសោភ័ណភាពល្អប្រណិតក្នុងបន្ទប់នីមួយៗបំពាក់ដោយគ្រឿងសង្ហារិមយ៉ាងស្រស់ស្អាតមកចាស់លំនៅឋានទាំងអស់ដែលបានទិញផ្ទះល្វែងបែបវិឡារួចមកហើយនឹងមានឱកាសចាប់ឆ្នោតយករង្វាន់ធំគឺរថយន្តថ្មី Mac Vico 2012 ចំនួន1គ្រឿងរង្វាន់ម៉ូតូ Honda Trim Series ថ្មី2012ចំនួន5គ្រឿងនិងរង្វាន់លួងចិត្តយ៉ាងចន្ទសន្ធឹកសន្ធាប់ទៀតបុរីមហាសេដ្ឋីជាសម្បត្តិទ្រព្យរបស់លោកអ្នកសប្តាហ៍នេះជីវភាពរបស់គ្រួសារយើងមានការលំបាកមិនធូរធារទាល់តែសោះការធ្វើស្រែទទួលបានទិន្នផលទាបដីក៏ខ្វះជីជាតិអាកាសធាតុក៏មិនអំណោយផលមិនដឹងជាធ្វើយ៉ាងម៉េចទេណែបរោះកុំសត
បើអ្នកចង់ឲ្យស្រូវបានទិន្នផលខ្ពស់ហើយមានជីវភាពធូរធារជាងមុននោះសូមអ្នកទៅរកទិញជីសញ្ញាកសិករ3នាក់ទៅជីសញ្ញាកសិករ3នាក់ជាប្រភេទជីកសិកម្មសម័យថ្មីដែលមានរូបមន្តគួបផ្សំឡើងដោយជីសរីរាង្គនិងគីមីជួយធ្វើឲ្យដំណាំស្រូវដុះលូតលាស់បានលឿនដើមស្រូវធំហើយរឹងមាំធ្វើឲ្យដើមស្រូវបែកគុំច្រើនដីធូរល្អហើយទទួលបានទិន្នផលខ្ពស់គ្រួសារខ្ញុំមានជីវភាពធូរធារដោយសារជីសញ្ញាកសិករ3នាក់ជីសញ្ញាកសិករដើម្បីកសិករជីសរីរាង្គគីមីសញ្ញាកសិករ3នាក់អាចប្រើបានចំពោះដំណាំគ្រប់ប្រភេទដូចជាដំណាំស្រូវដំណាំចម្ការដំឡូងមីកៅស៊ូដើមឈើហូបផ្លែនិងបន្លែផ្សេងបរិស្ថានល្អសុខភាពល្អកសិករធូរធារបរិវេណសាលារៀនគ្រប់ច្បាប់ចរាចរណ៍គ្រប់ច្បាប់ចរាចរណ៍អេសអយគាំទ្រលោកអ្នកបាត់បង់គ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាអាកំបាំង3ប្រសិទ្ធភាពក្នុងពេលតែមួយក្រែមលាបមុខឲ្យសហ្វីនណេក្រែមការពារកម្ដៅថ្ងៃស្អាតដុសការពារស្បែកមុខមិនឲ្យជ្រៀតជ្រួញហ្វមលាបមុខ Strawberry ពេជ្រម៉ាមានលក់នៅតាមឱសថស្ថានផ្សារទំនើបនិងផ្សារនានានៅទូទាំងប្រទេសជាណាចក្រកម្ពុជាពិសាគ្រឿងស្រវឹងសូមកុំបើកបរឧបត្ថម្ភកម្មវិធីធំដោយសហការឧបត្ថម្ភដោយDivysop មានបញ្ចូលវីតាមីនព្យាបាលស្បែកមុខកាត់មុនជាំជ្រួញសម្រាប់អ្នកហែមកឥឡូវនេះ090 99 55 66 SOI ផលិតផលប្រេងម៉ាស៊ីនប្រទេសកូរ៉េ SOI ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ម៉ាស៊ីនយានយន្តលោកអ្នករថយន្តខ្ញុំស្រឡាញ់ SOI ក៏ផ្ទះល្វែងក្នុងបូរីមហាសេដ្ឋីថ្ងៃនេះនឹងទទួលបានម៉ូតូ Trim 2013មួយគ្រឿងសម្រាប់អតិថិជន25នាក់ដំបូងផុតកំណត់ថ្ងៃទី30មេសា2013បូរីមហាសេដ្ឋីជាកំណត់ទ្រព្យរបស់លោកអ្នកជីសញ្ញាកសិករដើម្បីកសិករបរិស្ថានល្អសុខភាពល្អកសិករធូរធារហ្វិចដឺម៉ាមានលក់នៅតាមឱសថស្ថានផ្សារទំនើបនិងផ្សារនានានៅទូទាំងប្រទេសជាណាចក្រកម្ពុជាសូមស្វាគមន៍មកកាន់វគ្គទី2នៃកម្មវិធីបណ្ដាញព័ត៌មានអប្សរា ANN ដែលនៅក្នុងវគ្គនេះយើងខ្ញុំនឹងជម្រាបជូននៅព័ត៌មានអន្តរជាតិហើយព័ត៌មានអន្តរជាតិទី1សម្រាប់ថ្ងៃនេះគឺមនុស្សស្លាប់ក្នុងហេតុការណ៍រលំអគាររោងចក្រនៅបង់ក្លាដេសកើនដល់ 1000 នាក់ហើយបើគិតត្រឹមថ្ងៃសុក្រនេះចំនួនមនុស្សស្លាប់ដោយសារហេតុការណ៍រលំអគាររោងចក្រកាត់ដេរមួយកន្លែងនៅប្រទេសបង់ក្លាដេសកាលពីចុងខែមេសាកន្លងទៅបានកើនឡើងដល់ 1000 នាក់ហើយបន្ទាប់ពីសាកសពជាច្រើនអ្នកទៀតទើបតែត្រូវបានរើចេញពីគំនរបាក់បែកមន្ត្រីនគរបាលគ្រប់គ្រងអគារបាននិយាយឲ្យដឹងថាមានសាកសពរាប់សិបនាក់មិនអាចកំណត់អត្តសញ្ញាណបានឡើយព្រោះតែត្រូវរងគ្រោះធ្ងន់ធ្ងរពេកនិងមានសភាពស្អុយរលួយប្រភពព័ត៌មានបានឲ្យដឹងថាក្រុមការងារនៅតែប្រឹងប្រែងស្វែងរកមនុស្សបាត់ខ្លួនបន្តទៀតគេជឿថាមានកម្មករច្រើនជាង 3000 នាក់បានធ្វើការក្នុងរោងចក្រកម្ពស់ 9 ជាន់មួយនោះក្នុងពេលកើតហេតុហើយមានមនុស្សយ៉ាងតិច 2437 នាក់ត្រូវបានសង្គ្រោះរួចផុតពីការស្លាប់ក្នុងនោះមានប្រមាណ 1000 នាក់រងរបួសស្រាលគួររំលឹកថាអគាររោងចក្រកាត់ដេរដែលស្ថិតក្នុងរដ្ឋធានីដាកានៃប្រទេសបង់ក្លាដេសមួយនេះបានរលំកាលពីថ្ងៃទី24ខែមេសាឆ្នាំ2013ហើយបច្ចុប្បន្នពួកម្ចាស់អគាររោងចក្រត្រូវបានចាប់ឃុំខ្លួនរងចាំការកាត់ទោសកន្លងទៅជនសង្ស័យទាំងនេះត្រូវបានគេជឿថាមិនដែលខ្វល់នឹងសេចក្តីប្រមានពីអាជ្ញាធរតាក់ទងទៅនឹងស្តង់ដារអគាររោងចក្រដែលបានរលំនោះទេ
ការពីម្សិលមិញរដ្ឋាភិបាលបង់ក្លាដេសបានបិទរោងចក្រចំនួន18កន្លែងក្រោយពេលដែលដឹងថារោងចក្រទាំងនោះត្រូវបានសាងសង់គ្មានស្តង់ដារសុវត្ថិភាពកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានត្រូវបានចាប់ពន្រត់ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃចុងក្រោយពួកខ្មាន់កំភ្លើងមួយក្រុមបានបើកការវាយប្រហារទៅលើវងមនុស្សដែលចូលរួមសកម្មភាពឃោសនារកសន្លឹកឆ្នោតនៅភូមិខាងត្បូងប្រទេសប៉ាគីស្ថានកាលពីម្សិលមិញហើយបានចាប់ពន្រត់កូនប្រុសម្នាក់របស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានខណៈដែលជនរងគ្រោះរូបនោះបានដឹកនាំនៅយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃចុងក្រោយលោក Ali Haider Gilani ដែលត្រូវជាកូនប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានគឺលោក Yusuf Raza Gilani មុនពេលចាប់ពន្រត់ទៅបានជួបក្រុមអ្នកគាំទ្រជាច្រើនអ្នកខណៈដែលរូបលោកឈរឈ្មោះជាសមាជិកសភាប្រចាំខេត្តប៉ាន់ចាប់នគរបាលក្នុងតំបន់បានឲ្យដឹងថាអង្គរៈការពាររបស់លោក Ali Haider Gilani ចំនួន2នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងហេតុការណ៍នោះទោះបីជាមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវលើរឿងនេះក៏ដោយក៏កន្លងទៅពួកសកម្មជនអ៊ីស្លាមតែងតែវាយប្រហារបណ្ដាអ្នកនយោបាយដែលសហការជាមួយនឹងក្រុមប្រតិបត្តិការប្រឆាំងភេរវកម្មដឹកនាំដោយសហរដ្ឋអាមេរិកក្នុងនោះកាលពីខែមេសាមានមនុស្សច្រើនជាង110នាក់ត្រូវបានសម្លាប់បើទោះបីជាសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងណាក៏ដោយគួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសសភាប៉ាគីស្ថានលើកទី14នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះនគរបាលស្រីវ័យ22ឆ្នាំម្នាក់របស់កូរ៉េខាងជើងទទួលឋានៈជាវីរនារីជាតិបន្ទាប់ពីបានជួយលោកគីមចុងអ៊ុនមន្ត្រីនគរបាលចរាចរណ៍ស្រីម្នាក់របស់ប្រទេសកូរ៉េខាងជើងបានទទួលរង្វាន់ថ្នាក់ជាតិដ៏ខ្ពង់ខ្ពស់មួយមានឋានៈជាវីរនារីជាតិបន្ទាប់ពីរូបនាងបានជួយដល់មេដឹកនាំកូរ៉េខាងជើងគឺលោកគីមចុងអ៊ុនកាលពីពេលថ្មីនេះសភាកូរ៉េខាងជើងបានផ្ដល់មុខងារជាវីរនារីជាតិសម្រាប់នគរបាលចរាចរណ៍វ័យ22ឆ្នាំរូបនេះកាលពីថ្ងៃអង្គារសប្តាហ៍នេះសភាកូរ៉េខាងជើងបានឲ្យដឹងថាប៉ូលីសស្រីរូបនេះបានប្រថុយជីវិតរបស់ខ្លួនការពារលោកគីមចុងអ៊ុនក្នុងស្ថានភាពមិនអាចដឹងមុនមួយប៉ុន្តែមិនបានបញ្ជាក់ច្បាស់អំពីស្ថានភាពនោះទេក្រុមអ្នកខ្លំមើលកូរ៉េខាងជើងសង្ស័យថារថយន្តរបស់លោកគីមមានតាក់ទិននឹងឧបតហេតុគ្រោះថ្នាក់ចរាចរណ៍មួយក្នុងក្រុងព្យុងយ៉ាងហើយបានបន្ថែមទៀតថាមន្ត្រីនគរបាលរូបនោះបានជួយដល់លោកគីមក្នុងហេតុការណ៍នោះមន្ត្រីនគរបាលស្រីរូបនោះបានចូលបម្រើការងារត្រឹមតែរយៈពេល5ឆ្នាំប៉ុណ្ណោះគិតមកដល់ពេលនេះវាគឺជារឿងដ៏កម្រមួយដែលមនុស្សក្មេងបែបនេះអាចទទួលរង្វាន់ដ៏ខ្ពង់ខ្ពស់នេះបានបាទចំពោះចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបាក់សី H7N9 បានកើនឡើងដល់32នាក់ហើយមានអ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយបាក់សីថ្មី H7N9 ម្នាក់ទៀតហើយធ្វើឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់32នាក់ចាប់តាំងពីជំងឺ H7N9 នេះបានចាប់ផ្ដើមផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំ2013មករហូតមកដល់ពេលនេះចំនួនមនុស្សដែលបានឆ្លងជំងឺផ្ដាសាយប្រភេទថ្មីនេះគឺមានចំនួន129នាក់ហើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួររបស់ចិនកាលពីថ្ងៃប្រហ័សម្សិលមិញនេះប្រពន្ធដដែលបានឲ្យដឹងថាអ្នកស្លាប់ចុងក្រោយដោយសារជំងឺនេះគឺជាបុរសអាយុ56ឆ្នាំរស់នៅក្នុងខេត្តហឺណានភាគកណ្ដាលនៃប្រទេសចិនមុនពេលស្លាប់បុរសនេះមិនបានប៉ះពាល់ផ្ទាល់ជាមួយបាក់សីទេប៉ុន្តែគាត់បានចិញ្ចឹមបាក់សីនៅក្នុងទ្រុងដែលគាត់បានដាក់នៅជិតផ្លូវចេញចូលក្នុងផ្ទះរបស់គាត់អង្គការសុខភាពពិភពលោកបាននិយាយថាមកដល់ពេលនេះមិនមានភស្តុតាងណាដែលអាចបញ្ជាក់ថាជំងឺគ្រុនផ្ដាសាយប្រភេទថ្មី H7N9 នេះអាចឆ្លងយ៉ាងងាយពីមនុស្សទៅមនុស្សនោះឡើយមន្ត្រីនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ត្រូវអស់តំណែងដោយជាប់សង្ស័យថាបានចាប់រំលោភសេពសន្តិវៈលើនារីកូរ៉េម្នាក់រស់នៅអាមេរិកប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកុនហ៊ីបានប្រកាសដកហូតតំណែងមន្ត្រីនាំពាក្យរបស់លោកស្រីគឺលោកយូឆុងយុងខណៈដែលរូបលោកត្រូវបានគេសង្ស័យថាបានចាប់រំលោភសេពសន្តិវៈលើយុវនារីកូរ៉េម្នាក់នៅសហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះក្នុងនោះលោកស្រីអះអាងថាវាគឺជាទង្វើមិនគួរគប្បីសម្រាប់កូរ៉េខាងត្បូងលោកស្រីបានប្រកាសដូច្នោះកាលពីថ្ងៃប្រហ័សម្សិលមិញក្នុងពេលដែលលោកស្រីថ្លែងក្នុងសន្និសីទសារព័ត៌មានសង្ខេបមួយនៅក្រុង Los Angeles សហរដ្ឋអាមេរិកដែលជាតំបន់ចុងក្រោយក្នុងទឹកដីអាមេរិកសម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រីផាកបានសម្រេចបណ្ដេញលោកយូឆាងយុងចេញពីតំណែងក្រោយពីដឹងថានគរបាលក្រុងវ៉ាស៊ីនតោនបានបើកការស៊ើបអង្កេតលើករណីនេះ
គួរបញ្ជាក់លោកយូឆាងចុងត្រូវគេដឹងថាបានប្រញាប់ប្រញាល់ទៅកូរ៉េខាងត្បូងមុនពេលបញ្ចប់កម្មវិធីទស្សនកិច្ចរបស់លោកស្រីផាកគុនហ៊ីទៅទៀតដោយឡែកលោកស្រីផាកគ្រងទៅកូរ៉េខាងត្បូងវិញនៅល្ងាចថ្ងៃសុក្រនេះចាសសូមអរគុណព័ត៌មានអន្តរជាតិដែលយើងខ្ញុំបានជម្រាបជូនទៅដល់អស់លោកស្រីអ្នកនាងកញ្ញាបានដល់ទីបញ្ចប់ទៅហើយយើងនឹងជួបគ្នានៅក្នុងវគ្គបន្ទាប់ដែលជាវគ្គបទយកការប្រចាំថ្ងៃសម្រាប់ពេលនេះយើងខ្ញុំសូមពេលសម្រាប់ដើម្បីជួបជាមួយអ្នកឧបត្ថម្ភកម្មវិធីបន្តិចសិនពីសាទគ្រឿងស្រវឹងសូមកុំបើកបរអូនទៀវអាទុំធ្វើឲ្យអូនទៀវរកសង្សារមកឯងព្រាបយើងមិនឲ្យអូនទៀវទៅឯងទេអាមិនងុនឯងចង់ជិះខ្លួនមែនទេយល់ទេប្រែម្ដងឈប់កំប្រៅពើហឹង្សានេះណែអ្វីដែលឯងត្រូវការវ៉ាវស្អាតម្ល៉េះលោកអើយជាមួយនឹងកាហ្វេ Clear ពិតជាធ្វើឲ្យលោកអ្នកមានសម្រស់ស្រស់ស្អាតនិងសុខភាពល្អសម្រាប់បុរសវិញកាន់តែឃ្លាវខ្លានេះអាទុំយកអូនទៀវឲ្យទៅវិញចុះយើងឡើងត្រូវការហើយសូមទទួលទានកាហ្វេ Clear ដើម្បីសុខភាពល្អនិងអារម្មណ៍ស្រស់ថ្លាកាហ្វេ Clear ដល់នូវសុខភាពនិងសម្រស់បរិវេណសាលារៀនគ្រប់ច្បាប់ចរាចរណ៍គ្រប់ច្បាប់ចរាចរណ៍ស្អយគាំទ្រលោកអ្នកបាក់បោគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាអញ្ជើញមកទស្សនាផ្ទះគំរូរបស់បូរីមហាសេដ្ឋីថ្ងៃនេះការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងគេហដ្ឋានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបទាន់សម័យតម្លៃចាប់ពី$78,999ឡើងទៅនៅពេលដែលលោកអ្នកបានចូលមករស់នៅក្នុងបូរីមហាសេដ្ឋីភ្លាមនឹងមានឱកាសចាប់រង្វាន់ផ្សងសំណាងយករង្វាន់ធំគឺរថយន្ត Mack Hilux Vigo 2013មួយគ្រឿងម៉ូតូ Dream 2013ចំនួន5គ្រឿងទូទឹកកកទូរទស្សន៍និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតបូរីមហាសេដ្ឋីជាសម្បត្តិទ្រព្យរបស់លោកអ្នកអាកំបាំង3ប្រសិទ្ធភាពក្នុងពេលតែមួយក្រែមលាបមុខឲ្យសហ្វិនណែក្រែមការពារកម្ដៅថ្ងៃសាដុសការពារស្បែកមុខមិនឲ្យជ្រៀតជ្រួញហ្វមលាបមុខ Strawberry វិជ្ជមាមានលក់នៅតាមអសតដ្ឋានផ្សារទំនើបនិងផ្សារនានានៅទូទាំងប្រទេសជាតិកម្ពុជាពីសាទគ្រឿងស្រវឹងសូមកុំបើកបរឧបត្ថម្ភកម្មវិធីធំដោយសហការឧបត្ថម្ភដោយD-Visop មានបញ្ចូលវីតាមីនព្យាបាលស្បែកមុខកាត់មុនជាំជ្រួញសម្រាប់អ្នកហែមកឥឡូវនេះ090 99 55 66 SOI ផលិតផលប្រេងម៉ាស៊ីនប្រទេសកូរ៉េ SOI ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ម៉ាស៊ីនយានយន្តលោកអ្នករថយន្តខ្ញុំស្រឡាញ់ SOI ក៏ផ្ទះល្វែងក្នុងបូរីមហាសេដ្ឋីថ្ងៃនេះនឹងទទួលបានម៉ូតូ Dream 2013មួយគ្រឿងសម្រាប់អតិថិជន25នាក់ដំបូងផុតកំណត់ថ្ងៃទី30មេសា2013បូរីមហាសេដ្ឋីជាកំណត់ទ្រព្យរបស់លោកអ្នកជីសញ្ញាកសិករដើម្បីកសិករបរិស្ថានល្អសុខភាពល្អកសិករធូធា Fidma មានលក់នៅតាមអសតដ្ឋានផ្សារទំនើបនិងផ្សារនានានៅទូទាំងប្រទេសជាតិកម្ពុជា
បាទប្រិមត្តទូទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់វគ្គទី3នៃកម្មវិធីបណ្ដាញព័ត៌មានអប្សរា ANN ដែលជារៀងរាល់សប្តាហ៍ថ្ងៃសុក្រនេះយើងនឹងមានបទយកការដែលមានប្រធានបទតាក់ទងជាមួយនឹងសង្គមនិងវប្បធម៌ហើយនៅពេលបន្តិចទៀតនេះដែរអស់លោកលោកស្រីនឹងបានទស្សនានៅបទយកការមួយដែលស្ដីអំពីពិធីបុណ្យសង្ឃទានដូច្នេះបើចង់ជ្រាបច្បាស់ថាតើពិធីបុណ្យសង្ឃទានហ្នឹងគេធ្វើដើម្បីអ្វីដែរយើងនឹងទៅទស្សនាជាមួយគ្នាទាំងអស់បាទសង្ឃទានដើម្បីទិកសលដល់បុព្វការីជនមានមេត្តាបិតាគេដូនតាមកកងតែធ្វើការកិច្ចកម្មលោកខាងនេះហើយនោះមានលោកតារស់យីភឿងតាមិយីខិនតាកែវវិជាសង្ឃទានគឺជាពិធីបុណ្យប្រពៃណីតាមបែបសាសនាដែលប្រជាពលរដ្ឋកម្ពុជាមានជំនឿនិងគោរពតាមគន្លងនៃព្រះពុទ្ធសាសនាតាំងពីដើមរៀងមកអំពីពាក្យថាសង្ឃទានសង្ឃៈហ្នឹងប្រែថាសង្ឃហើយដល់ទានអ្នកហ្នឹងសំដៅយកវត្ថុដែលយើងត្រូវឲ្យសង្ឃៈប្រែថាសង្ឃទានអ្នកប្រែការឲ្យអញ្ចឹងការឲ្យនេះគឺយើងឲ្យដល់សង្ឃព្រោះយល់ឃើញតែប្រសងជាអ្នកលោកដែលមានសិលដល់បរិបូរណ៍ហើយយើងធ្វើទេយធម៌មានវត្ថុនានានៅបច្ច័យ4ទៅប្រគេនដល់ព្រះសង្ឃតាមរបៀបនៃការធ្វើសង្ឃទានគឺពុទ្ធបរិស័ទអាចនិមន្តព្រះសង្ឃមកធ្វើកិច្ចនៅតាមគេហដ្ឋានក៏បានហើយការនិមន្តព្រះសង្ឃនេះក៏មិនបានកំណត់ចំនួនអង្គនៃព្រះសង្ឃឡើយម្យ៉ាងវិញទៀតគេគ្រាន់តែធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅឯទីវត្តក៏អាចហៅថាជាការធ្វើសង្ឃទានបានដែរយើងយកទៅដោយមិនដៅចំពោះអង្គណាមួយចាត់ទៅសង្ឃទានដែរយកទៅប្រគេនព្រះសង្ឃវត្តមកទៅរាប់វត្តអីមកបៃដងក្តីវត្តពងស្វាយក្តីធ្វើងានយកទៅដៃចំពោះព្រះសង្ឃនៅវត្តហ្នឹងអត់ចំពោះចារិកាចំពោះកុសលទេណាអាហ្នឹងចាត់ជាសង្ឃទានតែបើយើងយកទៅសម្រាប់ថាអញយកប្រគេនលោកតាអញគេគ្រូចារិកាហ្នឹងជាពុកប៉ាទេពុកលីទានមិនមែនជាសង្ឃទានទេព្រោះយើងដៃចំពោះបុគ្គលចេតនាយើងចង្អៀតលោកអាចារ្យបុណ្យសាសនាប្រចាំនៅភូមិថ្មដាឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលបានឲ្យដឹងពីកុសលផលបុណ្យដែលទទួលបានពីការធ្វើសង្ឃទាននេះថាយើងឧទ្ទិសកុសលដល់មេត្តាបិតាជាដូនតាមកកងដែលបានធ្វើការកិរិយាកម្មលោកខាងនេះហើយនោះទទួលផលដែលយើងឧទ្ទិសទៅឲ្យអ្នកទទួលនោះណាអ្នកមេត្តាបិតាដែលបានទទួលអនុមោទនាហើយរួចចាក់ទុកទោសឡើងកាន់សុគតិភពគ្រប់គ្នាទៅហើយម្យ៉ាងទៀតយើងក៏បានសេចក្តីសុខផងដែរយើងបន្ទាប់ពីដូចថាស្លាប់ហើយទៅកាត់ជាតិទី2ទៅយើងនឹងមានផលឡាននិសង្ឃច្រើនមានអាយុវែងមានសេចក្តីសុខចម្រើនទៅកាន់ឋានសុគតិភពការធ្វើសង្ឃទាននេះមិនបានកំណត់ដល់ពុទ្ធបរិស័ទអំពីទំហំធំឬតូចចំណាយអស់តិចឬច្រើននោះទេប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកធ្វើសង្ឃទានអាចធ្វើទៅបានទៅតាមសមត្ថភាពតាមសទ្ធារបស់ខ្លួនហើយត្រូវតាំងចិត្តជ្រះថ្លាទើបទទួលបាននូវកុសលផលបុណ្យក្នុងការបរិច្ចាគទេយទាននិងបច្ច័យ4ប្រគេនដល់ព្រះសង្ឃតាមវិន័យព្រះពុទ្ធសាសនាកាលណាគេប្រគេនទេយទានឬបច្ច័យចំពោះព្រះសង្ឃគេត្រូវបវរណាជាចតុបច្ច័យដែលមានន័យថាប្រគេនដល់ព្រះសង្ឃយកទៅប្រើប្រាស់ទៅតាមតម្រូវការជាបច្ច័យ4បច្ច័យ4ហ្នឹងគឺទី1ចៃវិរៈបច្ច័យចៃវិរៈបច្ច័យហ្នឹងគឺស្អីគឺសម្ពុតសម្លៀកបំពាក់អាស្បង់ចពោហ្នឹងផ្នែកព្រះសង្ឃណាហ្នឹងទី1ទី2ហ្នឹងបិណ្ឌបាតបច្ច័យគឺបាយទឹកនំចំណីរបស់បរិភោគយ៉ាងប្រមាណហ្នឹងហៅថាបិណ្ឌបាតបច្ច័យហើយសេនាសនៈបច្ច័យនោះមានទីដេកទីស្រ័យទីនៅដូចជាឧបមាដូចពុទ្ធសាលាវិហារអីហ្នឹងអាហ្នឹងហៅថាសេនាសនៈបច្ច័យព្រោះកាលៀនភេសជ្ជៈបច្ច័យគឺថ្នាំសម្រាប់កែរោគផ្សេងដូចថាឈឺពោះឈឺក្បាលឈឺវិលមុខអីហ្នឹងណាអាហ្នឹងគេហៅថាភេសជ្ជៈបច្ច័យប្រគេនព្រះសង្ឃហ្នឹងដើម្បីឲ្យព្រះសង្ឃហ្នឹងអាស្រ័យនៅបច្ច័យទាំង4នេះព្រះរាជាណាចក្រកម្ពុជាប្រកាន់នៅរបបប្រជាធិបតេយ្យដែលធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងតួយ៉ាងដូចជាសិទ្ធិសេរីភាពនៃជំនឿសាសនាជាដើមហើយដូច្នេះហើយគេឃើញមានព្រះវិហារវត្តអារាមទាំងព្រះពុទ្ធសាសនា
ក៏ដូចជាសាសនាគ្រិស្តសាសនាមូស្លីមមានការរីកចម្រើនជាបន្តបន្ទាប់តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋចាសសូមអរគុណវគ្គបទយកការសម្រាប់ថ្ងៃសុក្រនេះបានមកដល់ទីបញ្ចប់យើងនឹងជួបគ្នានៅក្នុងវគ្គចុងក្រោយរបស់កម្មវិធីសម្រាប់ពេលនេះយើងខ្ញុំទាំងពីរនាក់សូមអនុញ្ញាតសម្រាប់បន្តិចសិនដើម្បីជួបជាមួយអ្នកឧបត្ថម្ភកម្មវិធីពិសាគ្រឿងស្រវឹងសូមកុំបើកបរអញ្ជើញមកទស្សនាផ្ទះគំរូរបស់បុរីមហាសេដ្ឋីថ្ងៃនេះការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងគេហដ្ឋានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបទាន់សម័យតម្លៃចាប់ពី$78,999ឡើងទៅនៅពេលដែលលោកអ្នកបានចូលមករស់នៅក្នុងបុរីមហាសេដ្ឋីភ្លាមនឹងមានឱកាសចាប់រង្វាន់ផ្សងសំណាងយករង្វាន់ធំគឺរថយន្ត Mack Hilux Vigo 2013មួយគ្រឿងម៉ូតូ Dream 2013ចំនួន5គ្រឿងទូទឹកកកទូរទស្សន៍និងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតបុរីមហាសេដ្ឋីជាសម្បត្តិទ្រព្យរបស់លោកអ្នកអូនទាវអាទុំធ្វើឲ្យអូនទាវរកសង្សារមកអញព្រាមយើងមិនឲ្យអូនទាវទៅឯងទេអាមិនងុនឯងចង់ជិះខ្លួនមែនទេយល់ទេប្រែម្ដងឈប់កុំប្រើពើហិង្សានេះណែអ្វីដែលឯងត្រូវការវ៉ាវស្អាតម្ល៉េះលោកអើយជាមួយនឹងកាហ្វេ Claire ពិតជាធ្វើឲ្យលោកអ្នកមានសម្រស់ស្រស់ស្អាតនិងសុខភាពល្អសម្រាប់បុរសវិញកាន់តែខៀវខ្លានេះអាទុំយកអូនទាវឲ្យទៅវិញចុះយើងលែងត្រូវការហើយសូមទទួលទានកាហ្វេ Claire ដើម្បីសុខភាពល្អនិងអារម្មណ៍ស្រស់ថ្លាកាហ្វេ Claire ដល់នូវសុខភាពនិងសម្រស់បរិវេណសាលារៀនគ្រប់ច្បាប់ចរាចរណ៍គ្រប់ច្បាប់ចរាចរណ៍អេសអយគាំទ្រលោកអ្នកបាក់បោគ្រប់ច្បាប់ចរាចរណ៍ទាំងអស់គ្នាជូនហ្គីរមីនីកាអេសអយសពថ្ងៃនេះជីវភាពរបស់គ្រួសារយើងមានការលំបាកមិនធូរធារទាល់តែសោះការធ្វើស្រែទទួលបានទិន្នផលទាបដីក៏ខ្វះជីជាតិអាកាសធាតុក៏មិនអំណោយផលមិនដឹងជាធ្វើយ៉ាងម៉េចទេណែបុរសកំសត់បើអ្នកចង់ឲ្យស្រូវបានទិន្នផលខ្ពស់ហើយមានជីវភាពធូរធារជាងមុននោះសូមអ្នកទៅរកទិញជីសញ្ញាកសិករ3នាក់ទៅជីសញ្ញាកសិករ3នាក់ជាប្រភេទជីកសិកម្មសម័យថ្មីដែលមានរូបមន្តគួបផ្សំឡើងដោយជីសរីរាង្គនិងគីមីជួយធ្វើឲ្យដំណាំស្រូវដុះលូតលាស់បានលឿនដើមស្រូវធំហើយរឹងមាំធ្វើឲ្យដើមស្រូវបែកគុំច្រើនដីធូរល្អហើយទទួលបានទិន្នផលខ្ពស់គ្រួសារខ្ញុំមានជីវភាពធូរធារដោយសារជីសញ្ញាកសិករ3នាក់ជីសញ្ញាកសិករដើម្បីកសិករជីសរីរាង្គគីមីសញ្ញាកសិករ3នាក់អាចប្រើបានចំពោះដំណាំគ្រប់ប្រភេទដូចជាដំណាំស្រូវដំណាំចម្ការដំឡូងមីកៅស៊ូដើមឈើហូបផ្លែនិងបន្លែផ្សេងបរិស្ថានល្អសុខភាពល្អកសិករធូរធារពិសាគ្រឿងស្រវឹងសូមកុំបើកបរឧបត្ថម្ភកម្មវិធីធំដោយ
សហការឧបត្ថម្ភដោយ Device មានបញ្ចូលវីតាមីនព្យាបាលស្បែកមុខកាត់មុនជាំជ្រួញសម្រាប់អ្នកហែមកឥឡូវនេះ090 99 55 66 SOI ផលិតផលប្រេងម៉ាស៊ីនប្រទេសកូរ៉េ SOI ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ម៉ាស៊ីនយានយន្តលោកអ្នករថយន្តខ្ញុំស្រឡាញ់ SOI ក៏ផ្ទះល្វែងក្នុងបូរីមហាសេដ្ឋីថ្ងៃនេះនឹងទទួលបានម៉ូតូ Trim 2013មួយគ្រឿងសម្រាប់អតិថិជន25នាក់ដំបូងផុតកំណត់ថ្ងៃទី30មេសា2013បូរីមហាសេដ្ឋីជាកំណត់ទ្រព្យរបស់លោកអ្នកជីសញ្ញាកសិករដើម្បីកសិករបរិស្ថានល្អសុខភាពល្អកសិករធូធា Fidama មានលក់នៅតាមឱសថស្ថានផ្សារទំនើបនិងផ្សារនានានៅទូទាំងប្រទេសជាណាចក្រកម្ពុជាសូមស្វាគមន៍មកកាន់វគ្គចុងក្រោយនៃកម្មវិធីបណ្ដាញព័ត៌មានអប្សរា ANN ដែលនៅក្នុងវគ្គនេះយើងខ្ញុំនឹងជម្រាបជូននៅព័ត៌មានផ្លែផ្លែក៏ដូចជាកន្លឹះប្រចាំថ្ងៃដែលព័ត៌មានផ្លែផ្លែសម្រាប់ថ្ងៃនេះគឺមនុស្សចំនួន 78,000 នាក់បានស្នើទៅរស់នៅឋានព្រះច័ន្ទក្នុងរយៈពេលត្រឹមតែ2សប្តាហ៍ក្នុងការផ្សព្វផ្សាយមានមនុស្សចំនួន 78,000 នាក់ហើយដែលបានមកដាក់ពាក្យសុំទៅកាន់អង្គការ NASA ក្នុងបំណងចង់ទៅរស់នៅឋានព្រះច័ន្ទដែលអ្នកទាំងនោះមកពី120ប្រទេសអង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះធ្វើការតាក់ទងនឹងឋានព្រះច័ន្ទមានគម្រោងបង្កើតកន្លែងស្នាក់នៅមួយដែលអាចឲ្យមនុស្សរស់នៅបាននៅឯឋានព្រះច័ន្ទក្រហមនៅក្នុងឆ្នាំ2013ហើយនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ឲ្យគ្រប់ផ្នែកនៃឋាននោះអ្នកដែលអាចជាប់ទៅរស់នៅឋានព្រះច័ន្ទបានត្រូវឆ្លងកាត់ដំណាក់ការជ្រើសរើសនិងការបង្វឹកហាត់ពីរបៀបរស់នៅរយៈពេល2ឆ្នាំនិងទុកពេលឲ្យរស់នៅលើផែនដីរយៈពេល7ខែមុនពេលដែលធ្វើដំណើរទៅឋានព្រះច័ន្ទដោយពេលទៅដល់នឹងមិនអនុញ្ញាតឲ្យត្រឡប់មកផែនដីវិញនោះទេប្រធានផ្នែកប្រចាំអង្គការនោះបានឲ្យដឹងថាអ្នកដាក់ពាក្យទាំងអស់ត្រូវតម្រូវឲ្យឆ្លើយសំណួរក្នុងរយៈពេល1នាទីពីមូលហេតុដែលគេចង់ទៅឋានព្រះច័ន្ទហើយគេសង្ឃឹមថាមានមនុស្សជាងកន្លះលាននាក់នឹងដាក់ពាក្យនៅក្នុងគម្រោងនេះបាទចំណាយឯព័ត៌មានផ្លែកមួយវិញទៀតដែរគឺឆាត់យងសង្គ្រោះបន្ទាន់ត្រូវបានដាក់លក់នៅលើទីផ្សារហើយបុគ្គលិកធ្វើការនៅអគារខ្ពស់ៗនឹងអាចមានផ្លូវរត់គេចចេញពីគ្រោះមហន្តរាយនានាបានយ៉ាងឆាប់រហ័សដោយមិនមានការព្រួយបារម្ភឆាត់យងសង្គ្រោះបន្ទាន់នេះត្រូវបានរចនាឡើងដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់រត់គេចចេញពីស្ថានភាពគ្រោះថ្នាក់បានដោយទម្លាក់ខ្លួនរបស់ពួកគេតាមអាកាសជំនួសឲ្យការរត់ចេញតាមច្រកទ្វារសុវត្ថិភាពអ្នកបង្កើតឆ័ត្រយងសង្គ្រោះបន្ទាន់ជាពិសេសនេះសង្ឃឹមថាការប្រើប្រាស់ឆ័ត្រយងដើម្បីគេចខ្លួនពីគ្រោះថ្នាក់ផ្សេងនឹងអាចក្លាយជាវិធីមួយដែលពេញនិយមសម្រាប់មនុស្សគ្រប់គ្នានៅទូទាំងពិភពលោកអ្នកច្នៃប្រឌិតឈ្មោះគឺលោក Morisa Hai បានអះអាងថាឆ័ត្រយងនេះនឹងបើកឆ័ត្ររបស់វាក្នុងរយៈកម្ពស់100 ហ្វីតគឺវាលឿនជាងឆ័ត្រយងធម្មម៉ូដែលផ្សេងទៀតហើយលោកក៏បានសាកល្បងឆ័ត្រយងនេះលោតទម្លាក់ចំនួន13ដងរួចមកហើយដើម្បីបញ្ជាក់ថាវាមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នាឥឡូវនេះឆ័ត្រយងនេះត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសប៉ាណាម៉ាជាទីកន្លែងដែលឆ័ត្រយងនេះត្រូវបានបង្កើតឡើងការិយាល័យក្រុមហ៊ុនផលិតនិងលក់ឆ័ត្រយងនេះមានទីតាំងនៅសហរដ្ឋអាមេរិកឌុំបៃនិងសិង្ហបុរីក្រុមការងារផលិតឆ័ត្រយងនេះបានធ្វើការសិក្សាលើគម្រោងនេះអស់រយៈពេលជាង12ឆ្នាំមកហើយគឺបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ដែលកើតឡើងនៅអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ2001បាទនៅពេលនេះដែរគឺខ្ញុំនឹងជម្រាបជូននៅគន្លឹះសំខាន់ប្រចាំថ្ងៃតែម្ដងដែលគឺតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃជីអង្កាមគឺអស់លោកលោកស្រីបានជ្រាបហើយថាជីអង្កាមដែលយើងដឹងថាវាមានប្រយោជន៍សម្រាប់ក្លិនមាត់នោះគឺលើសពីជាងនេះទៅទៀតគឺវាអាចមានអត្ថប្រយោជន៍សម្រាប់ដល់សុខភាពយើងបានព្រោះថាជីអង្កាមអាចផ្ដល់នៅប្រយោជន៍ផ្សេងៗដូចខាងក្រោមដែលខ្ញុំនឹងជម្រាបជូនគឺទី1វាអាចជួយប្រព័ន្ធរំលាយអាហារជីអង្កាមជាអាហារល្អសម្រាប់ទទួលទានដោយសារក្លិនប្រហើររបស់វាធ្វើឲ្យយើងបញ្ចេញទឹកមាត់ដែលធ្វើឲ្យដំណើរការរំលាយអាហាររបស់ក្រពះបានកាន់តែល្អដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងនេះអ្នកអាចយកស្លឹកជីអង្កាម 4-10 សន្លឹកដាក់ចូលទៅក្នុងកែវរួចចាក់ទឹកក្តៅចូលបន្ទាប់មកអ្នកនឹងទទួលបាននៅទឹកជីអង្កាមមួយកែវដែលនឹងជួយកាត់បន្ថយការឈឺក្រពះនិងការបញ្ចេញចោលជាក់ជាមិនខានចំណុចទី2គឺជួយប្រព័ន្ធប្រសាទនិងអាការៈឈឺក្បាលក្លិនប្រហើររបស់ជីអង្កាមនឹងជួយកាត់បន្ថយភាពតានតឹងនៃប្រព័ន្ធប្រសាទរបស់លោកអ្នកហើយក៏នឹងអាចជួយកាត់បន្ថយអាការៈឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាពផងដែរចំណុចទី3គឺជួយប្រព័ន្ធដង្ហើមក្លិនប្រហើររបស់ជីអង្កាមមានប្រសិទ្ធភាពណាស់ក្នុងការបន្ធូរបន្ថយភាពថប់ណែនក្នុងផ្លូវដង្ហើមលើសពីនេះទៅទៀតក្លិនប្រហើរនិងភាពហឹរតិចៗរបស់ជីអង្កាមនេះអាចជួយបំបត្តិការក្អកផងដែរចំណុចទី4គឺការថែរក្សាស្បែកជីអង្កាមមានភាពប្រសើរណាស់សម្រាប់ប្រើជាម៉ាស់បិទមុខ
មិនតែប៉ុណ្ណោះវាអាចជួយបំបត្តិបញ្ហាស្បែកមួយចំនួនទៀតដែរដូចជាកន្ទួលរមាស់និងស្នាមមូខាំជាដើមឯសារៈប្រយោជន៍ចុងក្រោយវិញគឺជួយសុខភាពមាត់នេះជាសារៈប្រយោជន៍ដែលនរណាក៏បានដឹងដែរដោយសារតែជាអង្កាមមានសមត្ថភាពទប់ស្កាត់ការរស់នៅនិងការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ទើបវាអាចជួយរក្សាក្លិនល្អនៅក្នុងមាត់ប្រសិនបើលោកអ្នកបរិភោគវាជាប្រចាំបាទទាំងនេះគឺជាគន្លឹះសំខាន់ដែលខ្ញុំបានជម្រាបជូនសង្ឃឹមថាអស់លោកស្រីនឹងអាចយកទៅអនុវត្តបានបាទសម្រាប់ពេលនេះដែរគឺកម្មវិធីរបស់យើងបានឈានចូលមកដល់ទីបញ្ចប់ទៅហើយអរគុណចំពោះការតាមដានទស្សនាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ទូរទស្សនិកជនហើយនៅពេលនេះដែរខ្ញុំបាទសុកអេងនិងខ្ញុំសូមគឹមសួររួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា